រៀនចប់នៅក្នុងប្រទេសអាមេរិកបានសិតតាលុយបងប្អូននិយាយទៅមិនបានលុយមកពីណាតែគឺបានមកពីម៉ែឪបងប្អូនក៏ដូចជាមិត្តភ័ក្តិដែលគេមកចូលរួមអបអរនៅថ្ងៃទទួលសញ្ញាបត្រណាជាពិសេសក្មេងៗថ្នាក់ទី12នឹងគឺថាភាគច្រើនជនជាតិអាស៊ីតែគេធ្វើយកលុយបាត់ជាកម្រងផ្កាដើម្បីធ្វើជាខ្សែកពាក់ដើម្បីអបអរសាទរណាជាពិសេសហ្នឹងថាជនជាតិខ្មែរយើងឲ្យតែមានមិត្តភ័ក្តិឬមួយក៏បងប្អូនអីហ្នឹងប្រឡងចប់ថ្នាក់ទី12ឬមួយក៏ថ្នាក់គេហៅសាកលវិទ្យាល័យអីណាគឺជួយចិត្តយកលុយបាត់ជាកម្រងផ្កាហ្នឹងបងប្អូននិយាយទៅដូចឃើញក្នុងវីដេអូចឹងណាខ្ញុំមកចូលរួមកម្មវិធី graduation កម្មវិធីប្រឡងចប់ថ្នាក់ទី12របស់ក្មួយនិយាយទៅគឺគាត់មករៀននៅនេះជាលក្ខណៈបែប international student គេរៀន private school ហើយកម្មវិធីនេះដែរគឺគេធ្វើនៅក្នុងសាលា private school តែបងប្អូនដែលគាត់រស់នៅក្នុងប្រទេសអាមេរិកមួយចំនួនគឺគាត់អត់សូវដឹងទេដោយសារភាគច្រើនគឺគាត់ទៅមើលឬមួយក៏ចូលរួមកម្មវិធីនៅក្នុងសាលាឯកជននៅនេះហ្នឹងគេហៅសាលារដ្ឋច្រឡំសាលារដ្ឋថ្នាក់ទី12ហ្នឹងហើយកម្មវិធីគេភាគច្រើនគឺមានមនុស្សច្រើនជាពិសេសទី12ហ្នឹងអ្នកចូលរួមច្រើនក៏ដូចជាកូនសិស្សក៏ច្រើនដែរនៅពេលដែលគេរៀនចប់អញ្ចឹងទូសញ្ញាបត្រហ្នឹងតែនៅសាលាឯកជនអញ្ចឹង private school ជាអត់សូវសម្បូរទេបងប្អូនមានកូនសិស្សតិចតួចទេប្រហែលជា100នាក់ជាងទេប៉ុន្តែកម្មវិធីគេហ្នឹងគឺគេធ្វើដូចតែសាលាទូទៅអញ្ចឹងឯងតែគាត់ថាចំនួនអ្នកចូលរួមគឺថារៀងតិចវាអត់សូវច្រើនអញ្ចឹងណាអត់សូវញ៉ៃដូចសាលាធម្មតាបងប្អូនសាលារដ្ឋគឺថាមនុស្សច្រើនពិបាកក្នុងការរកកន្លែងចតឡានដូចជាកន្លែងអង្គុយអីណាកម្មវិធីទទួលសញ្ញាបត្រសាលាឯកជនថ្ងៃនេះដែរគឺអត់សូវប្រើរយៈពេលយូរប្រហែលបងប្អូនដោយសារកូនសិស្សតិចហើយការឡើងទទួលយកសញ្ញាបត្រហ្នឹងគឺវាលឿនលះអញ្ចឹងហើយដូចបងប្អូនឃើញអញ្ចឹងមេឃនៅភ្លឺនិយាយទៅគឺយើងមានឱកាសថតរូបច្រើនហើយកម្មវិធីគេចប់បងប្អូនគេធ្វើរយៈពេលតែដូចជា2ម៉ោងអីគឺថាចប់ហ្មងហើយនេះពួកខ្ញុំនាំគ្នារកកន្លែងចុះទៅជួបក្មួយឲ្យគាត់ទៅតែប្រឡងចប់សំទោសគឺទៅទទួលបានសញ្ញាបត្រថ្នាក់ទី12ហ្នឹងនិយាយទៅចប់ថ្នាក់ទី12គឺគេត្រូវទៅសាកលវិទ្យាល័យបន្តហើយនេះគឺយើងនាំគ្នាមកអបអរសាទរទៅពេលដែលគេរៀនចប់អញ្ចឹងណាហើយម្នាក់មកឯនេះភាគច្រើនគឺសិតតែយកលុយធ្វើជាកម្រងផ្កាក៏ដូចជាបាច់ផ្កាយនឹងយកមកអបអរសាទរដើម្បីឲ្យគ្នាមានលុយបន្តទៅរៀននៅសាកលវិទ្យាល័យនិយាយលេងទេបងប្អូនតាមពិតយកលុយមកចងជាកម្រងផ្កាបាច់ផ្កាអីហ្នឹងកំពិតឲ្យសារពួកខ្ញុំគិតថាពេលយើងទិញផ្កាឲ្យវាក្រៀមសពូនអញ្ចឹងបើយើងឲ្យជាលុយជាអីអញ្ចឹងទៅវាគ្រាន់ជាផ្កាអីអញ្ចឹងណាតែនិយាយទៅតាមការគិតម្នាក់ទេហើយភាគច្រើននៅស្រុកនេះភាគច្រើនគឺគេឲ្យជាផ្កាគេអីទៅតែពួកយើងអាស៊ីអញ្ចឹងយើងគិតថាឲ្យជាលុយគឺថាវាស្រួលជាងណាមួយគឺវាអត់ក្រៀមស្វិតអីទេលុយអាចប្រើប្រាស់បានអញ្ចឹងណាបន្ទាប់ពីយើងអបអរសាទរហើយឥឡូវនេះដល់វគ្គនាំគ្នាថតរូបថតហើយបងប្អូននេះនិយាយទៅអាកាសធាតុនេះរៀងត្រជាក់តែដោយសារតែឥឡូវនេះរៀងយប់ហើយមេឃនេះដូចជាម៉ោង8ជាងហើយបងប្អូនតែមេឃនៅភ្លឺទីរសាខែនេះគឺមេឃយប់យូរតែអាកាសធាតុរៀងត្រជាក់នៅខាងរដ្ឋ California នេះព្រោះថាត្រជាក់មានត្រជាក់ខ្លាំងណាស់ទេបងប្អូនតែគាត់ថាដោយសារពួកខ្ញុំពាក់រៀងខ្លីអញ្ចឹងហើយទៅខ្យល់បក់មករៀងត្រជាក់ឥឡូវកន្លែងមកមើលវីដេអូយើងបងប្អូននេះសិតតអ្នក graduation ពីអ្នកបងប្អូនគេនេះនិយាយទៅគឺគេចាប់ថ្នាក់ទី12ដំណើរគ្នាតែម្ដងណាហើយគេដែរគឺមានទង់ជាតិខ្មែរមានអីយកមកកវីហ្មងនិយាយទៅគឺប៉ាគេរៀបចំឲ្យបាសិតហ្មងណានៅនេះដែរនៅពេលដែលយើងមានកូន graduate មានអីអញ្ចឹងយើងអាចធ្វើជារូបថតឬមួយក៏ poster ឬមួយក៏អីយកមកអបអរសាទរច្រៀងស្រែកហូនៅពេលដែលគេហៅឈ្មោះកូនយើងដើម្បីទៅយកសញ្ញាបត្រនៅលើឆាកណាបន្ទាប់ពីចូលរួមកម្មវិធីចប់អស់ហើយឥឡូវនេះម៉ាក់ប៉ាក្មេងៗហ្នឹងគឺគាត់នាំគ្នា invite ពួកខ្ញុំហ្នឹងមកញ៉ាំស៊ុបបងប្អូននេះនៅ Happy Lam នៅខាង Westminster សារ graduation នេះគេធ្វើនៅខាងរដ្ឋ California ភ្លេចបញ្ជាក់បងប្អូនសារបងប្អូនហ្នឹងហើយគឺខ្ញុំនៅខាងរដ្ឋ California ភាគច្រើននៅក្នុងវីដេអូគឺខ្ញុំអត់សូវនិយាយទេស្អីខ្ញុំធ្លាប់ធ្វើវីដេអូបង្ហាញថាខ្ញុំនៅខាងរដ្ឋ California អញ្ចឹងណាហើយឥឡូវនេះមកមើលក្នុងហាង Happy Lam គេនេះមកលើកទី1បងប្អូនសារតែសាច់ឈាមតែម្ដងនេះនិយាយទៅឡើងតំណងហ្មងនេះភាសាអីមិញគាត់ថាស្រែកហូហត់អីអញ្ចឹងទៅឥឡូវនេះក៏នាំគ្នាមកញ៉ាំស៊ុបដើម្បីអបអរសាទរក្មេងៗគេរៀនចប់ដើម្បីបន្តទៅសាកលវិទ្យាល័យ4ឆ្នាំទៀតមកដល់កន្លែងហាងស៊ុបគេនេះវិញគឺវារៀងយប់ដែរហាងគេឡើងចង់បិទទ្វារតែដោយសារតាក្មួយនឹងគឺគាត់កក់មុនអញ្ចឹងហើយគឺគេឲ្យយើងចូលញ៉ាំនិយាយទៅលក្ខណៈ VIP តែម្ដងគេភ្ញៀវក៏ចេញឡើងស្ងាត់អស់ហើយពួកខ្ញុំនៅតែអង្គុយញ៉ាំទេនៅ3តុកហ្នឹងណាអង្គុយញ៉ាំរហូតដល់តាគេបិទហាងហ្មងនិយាយទៅគឺគេបិទចាំពួកខ្ញុំហ្មងនិយាយទៅលក្ខណៈថ្ងៃណាគឺថាសប្បាយហ្មងនិយាយពីថាញ៉ាំស៊ុបញ៉ាំអីហើយបងប្អូនឃើញចេញមកគឺថាស្ងាត់ជ្រាបតែម្ដងស្អីគឺពួកខ្ញុំចេញក្រោយគេលេតឡើង1ម៉ោងគេបិទហើយណាគេបិទម៉ោង9ពួកខ្ញុំចេញមកម៉ោង10កន្លះនេះលេតឡើង1ម៉ោងរបស់គេហើយបុគ្គលិកគេអ្នកខ្លះទៅផ្ទះអស់ហើយដល់ពេលចេញមកនេះគឺគេឲ្យនំឲ្យអី free ទៀតនៅខាងហាងហ្នឹងទៅហាងនេះគឺថាserviceគឺថាល្អរស់រាយនិយាយពីថាវីដេអូនេះសំឡេងទៅផ្សេងវីដេអូទៅផ្សេងទៅមិនដឹងណាណីទេបងប្អូនហើយស្អីខានកាត់វីដេអូមកយាយទៅខ្ញុំខានធ្វើ vlog រៀង
ស្ងាត់ចង់កន្លះឆ្នាំហើយបងប្អូនខ្ញុំធ្វើតែវីដេអូខ្លីៗមួយថតរូបលេងធម្មតាដោយសារតែខ្ញុំមានបញ្ហាខ្លះអញ្ចឹងអត់ក៏ផ្អាកធ្វើវីដេអូទៅហើយឥឡូវនេះមក voice over កាត់វីដេអូម្ដងទៀតគឺថាសំឡេងទៅផ្សេងវីដេអូទៅផ្សេងហើយក៏សូមអភ័យទោសដែរសម្រាប់រកកំហុសឆ្គងក្នុងវីដេអូនេះហើយសម្រាប់វីដេអូចែកម្លែករបស់ខ្ញុំថ្ងៃនេះគឺមានតែបណ្ដាញអរគុណចាំតែសក្តានបាយបាយជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយទៀត